ចង់មានបានស្ដុកស្ដំកុំរំលងឲ្យសោះលុយនឹងសំណាងរត់តាមតែមនុស្ស5ប្រភេទនេះតែប៉ុណ្ណោះអត្ថបទនាំមកជូនដោយគេហទំព័រក្នុងស្រុកមានប្រភេទមនុស្សមួយចំនួនដែលមានសំណាងខ្លាំងក្នុងរឿងលុយកាក់ពេញមួយជីវិតមិនចេះខ្វល់នឹងការខ្វះខាតឬក្រលំបាកនោះឡើយតើអ្នកធ្លាប់ឮពាក្យមួយឃ្លានេះទេលុយរើមនុស្សតាមពិតទៅមិនខ្វះទេមនុស្សក្នុងជីវិតនេះដែលខំប្រឹងតស៊ូពេញមួយជីវិតដើម្បីលុយប៉ុន្តែក៏មានមនុស្សដែលខំប្រឹងគ្មានពេលសម្រាកតែក៏នៅតែគ្មានសំណាងរកលុយបានដោយការខំប្រឹងយ៉ាងណាមិញមនុស្ស5ប្រភេទនេះទាំងលុយនិងសំណាងរត់តាមគ្រប់ទិសទី1មនុស្សដែលមានរូបរាងស្អាតជីវប្រវត្តិលោក Walter Isaacson បានរៀបរាប់ពីលោក Steve Jobs ក្នុងវ័យកុមាររបស់គាត់ថាជើងទទេសក់វែងពាក់អាវក្មេង Steve មានក្លិនខ្លួនមិនល្អមិនងូតទឹកអស់រយៈពេលកន្លះខែនៅពេលនោះសម្បីតែពេលដែលគាត់បង្ហាញភាពប៉ិនប្រសប់នៅក្នុងអាជីវកម្មរបស់គាត់ក៏ដោយក៏គាត់នៅតែជួបការលំបាករាប់មិនអស់ដូចជាការមិនពេញចិត្តពីមិត្តរួមការងារហើយជារឿយៗត្រូវបានអ្នកដឹកនាំចាត់ចែងឲ្យធ្វើការវេនយប់តែម្នាក់ឯងដោយសារបញ្ហាអនាម័យនៅពេលគាត់បង្កើតក្រុមហ៊ុនដំបូងគាត់ត្រូវការដើមទុនពីអ្នកវិនិយោគប៉ុន្តែចប់បានធ្វើឲ្យអ្នកវិនិយោគខ្លាចដោយសារតែជើងទទេនិងរូបរាងរខេរខារបស់គាត់នៅពេលនោះលោកល្បីថាជាមនុស្សដែលពិបាកធ្វើការជាមួយដោយសារតែមានភាពល្អិតល្អន់តែងតែឆ្លោះជាមួយនាយកផ្សេងទៀតហើយជាលទ្ធផលលោកត្រូវបានបណ្តេញចេញពីក្រុមហ៊ុនយ៉ាងឡាននិយាយថាគ្មាននរណាម្នាក់ត្រូវបានបង្ខំឲ្យស្វែងយល់ពីខាងក្នុងដ៏អស្ចារ្យរបស់អ្នកតាមរយៈរូបរាងមិនស្អាតរបស់អ្នកនោះទេនៅក្នុងការប្រស្រ័យតាក់ទងគ្នារវាងបុគ្គលរូបរាងរបស់អ្នកគឺជានាមប័ណ្ណដំបូងដែលអ្នកបានផ្ដល់ឲ្យអ្នកដទៃប៉ុន្តែប្រសិនបើអ្នកចង់ដឹងពីតម្លៃខ្លួនឯងអ្នកត្រូវតែរៀនកែលម្អរូបរាងជាមុនសិនអ្នកជំនួយម្នាក់ជួបវិបត្តិហិរញ្ញវត្ថុការសន្សំរបស់គាត់ជាច្រើនឆ្នាំត្រូវបានលុបចោលហើយគាត់ជំពាក់បំណុលគេយ៉ាងច្រើនគាត់ពាក់អាវនិងស្បែកជើងប៉ាតាដែលមានតម្លៃថោកបន្ទាប់មករុញរទេះលក់នំប៉័ងតាមដងផ្លូវទោះបីជាជីវិតរបស់គាត់ស្ថិតក្នុងចំណុចទាបបំផុតក៏ដោយក៏គាត់នៅតែបោកខោអាវរបស់គាត់យ៉ាងស្អាតមុនពេលចេញទៅក្រៅរាល់ថ្ងៃហើយគាត់ត្រឡប់មកវិញគាត់នៅតែជូតស្បែកជើងរបស់គាត់រហូតទាល់តែស្បែកជើងស្អាតដូចថ្មីអាជីវករលក់ដូរតាមផ្លូវផ្សេងទៀតស្លៀកពាក់ធម្មតាប្រឡាក់ប្រេងលើសម្លៀកបំពាក់បានប្រែជាពណ៌ខ្មៅផ្ទុយទៅវិញសម្លៀកបំពាក់ស្អាតៗរបស់គាត់បានទាក់ទាញមនុស្សកាន់តែច្រើនមកតូបរបស់គាត់អតិថិជនជាច្រើនថែមទាំងតម្រង់ជួរនៅមុខហាងតាំងពីព្រលឹមដោយរងចាំនំប៉័ងរបស់គាត់ចេញពីឡក្រោយមកគាត់ក៏បានសូមបំណុលរបស់គាត់ជាមួយនឹងអាជីវកម្មសាំងវិចនិងនំប៉័ងមួយឆ្នាំក្រោយមកគាត់បានបង្កើតក្រុមហ៊ុនឡើងវិញហើយត្រឡប់ទៅជាកំពូលអ្នកជំនួញធម្មតាតែងតែយកចិត្តទុកដាក់ចំពោះរូបរាងរបស់អ្នកមិនត្រឹមតែការគោរពរបស់អ្នកដទៃប៉ុណ្ណោះទេថែមទាំងការគោរពចំពោះខ្លួនឯងថែមទៀតផង2មនុស្សអាចពន្យាលពេលការពេញចិត្តក្នុងជីវិតឧបសគ្គដ៏លំបាកបំផុតនៅក្នុងការយកឈ្នះគឺប្រហែលជាការលបួងដូច្នេះប្រសិនបើមនុស្សម្នាក់អាចទប់ទល់នឹងការលបួងនិងពន្យាលពេលការពេញចិត្តនោះគាត់ប្រកាសជាជោគជ័យមនុស្សជាច្រើនចូលចិត្តលំហែកាយរស់នៅលំហែកាយអស់រយៈពេលយូរពួកគេភ្លេចសមត្ថភាពប្រយុទ្ធបន្តិចម្ដងប្រសិនបើអ្នកចង់រកលុយត្រូវស្វែងរកបញ្ហាយ៉ាងសកម្មខួរក្បាលរបស់យើងជាធម្មតាមានវិធីពីរយ៉ាងនៅក្នុងការសម្រេចចិត្តទី1គឺខ្ជិលគិតទី2គឺចូលចិត្តរកអ្វីដែលអ្នកដទៃមើលមិនឃើញ3មនុស្សសុភាពរាបសារអកប្បកិរិយាទន់ភ្លន់និងខ្ជាប់ខ្ជួននេះហើយដែលអាចយកឈ្នះការទុកចិត្តពីថ្នាក់ដឹកនាំនិងមិត្តរួមការងារគ្មាននរណាម្នាក់ចង់ធ្វើការជាមួយនឹងអ្នកដែលពោរពេញទៅដោយថាមពលអវិជ្ជមាននោះទេមនុស្សដែលមានស្ថិរភាពអារម្មណ៍មានដែនម៉ាញ៉េទិកខ្ពស់ហើយពួកគេមានសមត្ថភាពព្យាបាលមនុស្សគ្រប់រូបនិងអ្វីៗជុំវិញខ្លួនបានយ៉ាងល្អហើយសម្រាប់មនុស្សបែបនេះការងាររបស់ពួកគេនឹងមានអំណោយផលពួកគេនឹងងាយនឹងត្រូវបានដំឡើងឋានៈនិងរកប្រាក់បានច្រើនឡើង4មនុស្សដែលមានគុណសម្បត្តិល្អមានសុភាសិតមួយឃ្លាពោលថារាល់នីតិនៃជីវិតរបស់អ្នកគឺជាដុំឥដ្ឋដែលអ្នកសាងសង់អគារប្រវត្តិសាស្ត្ររបស់អ្នកឥដ្ឋដែលអស់រលីងឬមិនធ្វើត្រឹមត្រូវក៏អាចធ្វើឲ្យអគារទាំងមូលមានកម្ពស់ខ្ពស់បានដែរមានសុភាសិតមួយឃ្លាពោលថាទ្រព្យសម្បត្តិមិនគោះទ្វារផ្ទះកខ្វក់ទេហើយពរជ័យក៏មិនមកដល់មនុស្សកខ្វក់ដែរមនុស្សមានគុណសម្បត្តិអាក្រក់ហើយធ្វើអំពើអាក្រក់ដើម្បីបានលុយទោះបីជាខ្លាចជាអ្នកមានក៏គង់តែរលាយទៅវិញសេចក្តីថ្លៃថ្នូរគឺជាសញ្ញាបៀរបស់បុគ្គលដែលជាលិខិតឆ្លងដែនដ៏ល្អបំផុតមនុស្សគ្មានចរិតមិនអាចឈរបានចិត្តមិនបរិសុទ្ធហើយទ្រព្យសម្បត្តិក៏មិនអាចប្រមូលបានដែរសេចក្តីសប្បុរសមួយមានតម្លៃជាងប្រាជ្ញា1000សម្រាប់មនុស្សដែលមានគុណសម្បត្តិល្អជោគជ័យប្រកាសជាមានគ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះមានសុភាសិតមួយឃ្លាបានពោលទៀតថាមនុស្សរស់នៅបានល្អនិងបន្តកែលម្អខ្លួនឯង
ចុងក្រោយនេះប្រៀបដូចជាមេដៃតាក់ទីមនុស្សដែលចង់ចូលមកចិត្តអ្នកលុយនឹងតាមរកអ្នកនៅពេលដែលអ្នកបណ្ដោះខ្លួនឲ្យបានល្អលុយនឹងទ្រព្យសម្បត្តិនឹងកើតឡើងដោយធម្មជាតិ5មនុស្សសូតិថេនិយមនិងវិជ្ជមានការស្រាវជ្រាវបានរកឃើញថាមនុស្សដែលគិតថាខ្លួនមានសំណាងច្រើនតែមានចិត្តវិជ្ជាល្អហើយពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅបានយ៉ាងឆាប់រហ័សម្យ៉ាងវិញទៀតអ្នកទូទៅថេនិយមមានទំនោរតានតឹងនិងថប់បារម្ភមិនអាចមើលឃើញឱកាសនៅចំពោះមុខរបស់ពួកគេបើមានចិត្តគំនិតខុសនឹងជំពប់ដួលទៅណាមកណាបើមានចិត្តគំនិតត្រឹមត្រូវនោះសំណាងនឹងរលូនការលំបាកមកដល់ការបាក់ទឹកចិត្តដោយងងឹតងងល់នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់មានតែតាមរយៈការធ្វើចិត្តរបស់អ្នកឲ្យស្ងប់និងផ្ដោតលើអ្វីៗប៉ុណ្ណោះទើបអាចឲ្យអ្នករកផ្លូវឃើញចេញពីការលំបាក